3 2 1 action មានសំណួរសួរថាខ្ញុំនៅធ្វើការនៅពេញហួតគ្រប់ប្រហែលឆ្នាំហើយបើគិតទៅខ្ញុំមានអារម្មណ៍ថាដូចជាទៅតែធ្វើការពីម្សិលមិញតែលេងតាំងពីឆ្នាំ2010មកដល់ឥឡូវនេះរយៈពេល15ឆ្នាំកន្លងមកហើយនាងខ្ញុំបានចូលបម្រើការងារនៅបូរីពេញហួតតាំងពីឆ្នាំ2012បើគិតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល13ឆ្នាំមកហើយខ្ញុំបានចូលបម្រើការងាររយៈពេល13ឆ្នាំនៅក្នុងពេញហួតគ្រុបនេះខ្ញុំធ្វើការនៅពេញហួតគ្រុបគិតមកដល់ថ្ងៃនេះមានរយៈពេល17ឆ្នាំហើយបើគិតទៅតាំងពីឆ្នាំ2008ដែលខ្ញុំចូលធ្វើការងារដំបូងខ្ញុំបានធ្វើការនៅបរិយាពេញហួតអស់រយៈពេល12ឆ្នាំខ្ញុំចាប់តាំងធ្វើការនៅបរិយាពេញហួតចាប់តាំងពីឆ្នាំ2012គិតទៅ13ឆ្នាំគឺលឿនមែនតើសម្រាប់ខ្ញុំការធ្វើការនៅទីនេះខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាផ្ទះទី2របស់ខ្ញុំចាដែលខ្ញុំទទួលបាននៅអារម្មណ៍កក់ក្ដៅមានមនោសញ្ចេតនាមានសេចក្តីស្រឡាញ់ហើយខ្ញុំរីករាយនិងមានមោទនភាពទៅលើអ្វីដែលខ្ញុំទទួលបានបើក្រឡេកមើលទៅពេលវេលាខាងក្រោយអ្វីដែលធ្វើឲ្យនាងខ្ញុំចងចាំបំផុតនោះគឺជាភាពស្មោះត្រង់ភាពតស៊ូនិងក្តីស្រឡាញ់ដែលជាកត្តាមួយបានជំរុញឲ្យនាងខ្ញុំមានការផ្លាស់ប្ដូរនិងទទួលបាននូវភាពជោគជ័យដូចនាពេលបច្ចុប្បន្ននេះហើយអ្វីដែលខ្ញុំមានមោទនភាពបំផុតសម្រាប់ការបម្រើការងារនៅក្នុងពេញហួតគ្រុបគឺខ្ញុំបានចូលរួមចំណែកក្នុងការអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងក្រុមហ៊ុនក្នុងរយៈពេល17ឆ្នាំកន្លងមកនេះខ្ញុំបានចូលរួមសម្រេចនៅគម្រោងរបស់ក្រុមហ៊ុនពេញហួតគ្រុបជាច្រើនដែលគម្រោងដែលខ្ញុំពេញចិត្តជាងគេនោះគឺ The Grand Star Platinum ដែលជាទីតាំងមួយដែលធំនិងមានសក្តានុពលជាងគេខ្ញុំធ្វើការនៅបរិយាពេញហួតនេះបុគ្គលិកសហការីរបស់បរិយាពេញហួតតែងតែឲ្យតម្លៃគ្នាទៅវិញទៅមកឲ្យមតិយោបល់ហើយបរិយាពេញហួតក៏ជាផ្ទះទី2របស់ខ្ញុំដែរការផ្លាស់ប្ដូរដ៏ធំបំផុតរបស់ខ្ញុំគឺទទួលបានឱកាសក្លាយទៅជាប្រធានផ្នែកគ្រប់គ្រងនៅអាយុ21ឆ្នាំការរីកចម្រើនរបស់ខ្ញុំគឺទទួលបាននៅឱកាសពង្រឹងសមត្ថភាពទៅលើភាពជាអ្នកដឹកនាំនិងសមត្ថភាពទៅលើជំនាញអាជីពជាគណនេយ្យករជាចុងក្រោយនេះអ្វីដែលខ្ញុំចង់និយាយទៅកាន់ក្រុមហ៊ុនខ្ញុំពិតជាមានការដឹងគុណចាស់ហើយនឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អរគុណដែលក្រុមហ៊ុនផ្ដល់ឱកាសឲ្យនាងខ្ញុំក្លាយទៅជាចំណែកមួយនៅក្នុងមហាគ្រួសាររបស់ពេញហួតគ្រុបនាងខ្ញុំពីណោបដិញ្ញាថានឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុនឲ្យកាន់តែមានភាពរីកចម្រើននិងឆ្ពោះទៅមុខជានិច្ចក្នុងនាមខ្ញុំជាប្រធានផ្នែកមួយរូបក៏ដូចជាសហការីដទៃទៀតសូមថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំរបស់ពេញហួតគ្រុប